ខ្ញុំឆ្ងល់ថាមិនបានជាក្មេងសម័យឥឡូវមាន depression ច្រើនម៉េះបើប្រៀបធៀបជាមួយនឹងក្មេងសម័យមុនក្មេងសម័យមុនដូចជាមិនសូវឮ sad មិនសូវឮ depression ចង់សម្លាប់ខ្លួនអីទេប៉ុន្តែក្មេងសម័យឥឡូវគឺមានច្រើនមែនតើមូលហេតុអីទៅនៅពេលដែលខ្ញុំឆ្ងល់ខ្ញុំក៏តាមដានខ្ញុំក៏ស្រាវជ្រាវខ្ញុំក៏រកឃើញមូលហេតុ3ក្នុងចំណោមមូលហេតុជាច្រើនទៀតមូលហេតុទី1គឺជាការប្រៀបធៀបកាលពីមុនបើយើងចង់ប្រៀបធៀបខ្លួនឯងទៅអ្នកដទៃគឺអាចប្រៀបធៀបបានតែជាមួយអ្នកដែលយើងស្គាល់ប៉ុន្តែឥឡូវគឺថាយើងអាចប្រៀបធៀបជាមួយនឹងអ្នកណាក៏បានដែរមិនត្រឹមតែអ្នកដែលយើងស្គាល់ទេគឺយើងប្រៀបធៀបខ្លួនឯងជាមួយនឹងតារាប្រៀបធៀបជាមួយនឹងអ្វីគ្រប់យ៉ាងដែលយើងបានឃើញនៅក្នុងបណ្ដាញសង្គមប្រៀបធៀបខ្លួនឯងជាមួយនឹងគេមិនថាទៅលើរូបរាងកាយមិនថាទៅលើរបស់ប្រើប្រាស់កន្លែងដែលគេទៅដើរលេងគឺគេមានលុយច្រើនជាងយើងគេមានរបស់ប្រើប្រាស់ល្អជាងយើងគេបានទៅដើរលេងកន្លែងស្អាតជាងយើងគេមានមុខមាត់រូបរាងរបស់គេស្អាតជាងយើងនៅពេលដែលយើងប្រៀបធៀបខ្លួនឯងទៅអ្នកដទៃវាធ្វើឲ្យខ្លួនយើងនឹងអត់សូវមានទំនុកចិត្តលើខ្លួនឯងវាធ្វើឲ្យយើងនឹងមានអារម្មណ៍ថាខ្មាស់ព្រោះថាខ្លួនយើងអត់សូវល្អមុខយើងអត់សូវស្អាតយើងអត់សូវមានយើងអត់សូវបានទៅណាយើងអត់មានរបស់ប្រើប្រាស់លុយដូចគេអញ្ចឹងវាអាចធ្វើឲ្យយើងអន់ចិត្តវាអាចធ្វើឲ្យយើង stress មូលហេតុទី2គឺជាការទទួលយកព័ត៌មានចូលក្នុងខួរក្បាលរបស់យើងកាលពីមុនបើយើងចង់បានព័ត៌មានថ្មីគឺយើងនិយាយជាមួយអ្នកដែលយើងបានជួបយើងអានកាសែតយើងមើលទូរទស្សន៍អីចឹងទៅប៉ុន្តែឥឡូវបើយើងចង់បានព័ត៌មានអីគឺវានៅក្នុងទូរស័ព្ទរបស់យើងទាំងអស់យើងមើល social media គេ live គេឆ្លោះគ្នាឡានបុកគ្នាគេវាយគ្នាអានេះដេកជាមួយអានេះមានសហាជាមួយអានេះសង្គ្រាមនៅលើពិភពលោកអាកាសធាតុប្រែប្រួលគ្រោះមហន្តរាយនិយាយរួមទៅគឺព័ត៌មានអីក៏យើងអាចមើលឃើញបានដែរអញ្ចឹងមួយថ្ងៃគឺយើងស្រូបតែយកព័ត៌មានថ្មីចូលក្នុងខួរក្បាលរបស់យើងនៅពេលដែលយើងស្រូបយកព័ត៌មានចូលក្នុងខួរក្បាលរបស់យើងច្រើនពេកវាធ្វើឲ្យខួរក្បាលរបស់យើងវាចង់វល់គឺវា process អត់ទាន់ព័ត៌មានវាច្រើនពេកហើយនៅពេលដែលព័ត៌មានវាច្រើនពេកវាធ្វើឲ្យខួរក្បាលយើងរវល់បើកភ្នែកមកយើងត្រូវដំណើរការយើងត្រូវ process អាព័ត៌មានទាំងអស់ហ្នឹងចូលក្នុងខួរក្បាលរបស់យើងនៅពេលដែលខួរក្បាលរបស់យើងរវល់វាធ្វើឲ្យខួរក្បាលរបស់យើងអត់មានពេលក្នុងការសម្រាកវាអត់មានពេលក្នុងការគិតរឿងអីដែលមានប្រយោជន៍សម្រាប់ខ្លួនយើងហើយអ្វីដែលសំខាន់ហ្នឹងគឺវាប៉ះពាល់ដល់ការគេងរបស់យើងនៅពេលដែលយើងគេឲ្យបានគ្រប់គ្រាន់វាធ្វើឲ្យខួរក្បាលរបស់យើងហ្នឹងដំណើរការអត់សូវបានល្អវាធ្វើឲ្យខួរក្បាលរបស់យើងដើរយឺតជាងមុនព័ត៌មានគឺចេះតែចូលមករហូតខួរក្បាលរបស់យើងចេះតែដំណើរការរហូតអត់មានពេលសម្រាកអស់កម្លាំងគេងមិនបានច្រើនអញ្ចឹងប្រកាសជា depression ហើយមូលហេតុទី3គឺជាទំនាក់ទំនងរវាងមនុស្សជុំវិញខ្លួនកាលពីមុនយើងនៅក្មេងគឺយើងចេញទៅក្រៅយើងទៅសាលាយើងលេងជាមួយនឹងមិត្តភ័ក្តិលេងជាមួយអ្នកជិតខាងលេងជាមួយនឹងម៉ែឪបងប្អូនប៉ុន្តែក្មេងសម័យឥឡូវគឺអត់ទេគឺចាប់ផ្ដើមតាំងពីតូចមកនៅពេលដែលកូនក្មេងរោគរឿងកំពុងតែញ៉ាំបាយចោះអញ្ចឹងម៉ែឪធ្វើអីគឺម៉ែឪឲ្យ iPad មើលនៅពេលដែលឲ្យ iPad មើលគឺស្កាត់មាត់អញ្ចឹងលើក្រោយឲ្យ iPad មើលទៀតនៅពេលដែលធំបន្តិចគឺបានទូរស័ព្ទទៅសាលាគឺចុចទៅទូរស័ព្ទដាក់កាសស្ដាប់បទចម្រៀងជួបជុំជាមួយម៉ែឪជួបជុំជាមួយបងប្អូនគឺអត់សូវនិយាយគ្នាទេចុចទៅទូរស័ព្ទម៉ែឪក៏ចុចទូរស័ព្ទកូនក៏ចុចទូរស័ព្ទជួបជុំបងប្អូនក៏ចុចទូរស័ព្ទអញ្ចឹងអត់សូវមានអ្នកណានិយាយជាមួយអ្នកណាទេនៅពេលដែលយើងមិនសូវបានទំនាក់ទំនងជាមួយនឹងអ្នកដទៃវាធ្វើឲ្យយើងពេលខ្លះមានអារម្មណ៍ថាឯកានៅពេលដែលយើងមានអារម្មណ៍ថាឯកាវាធ្វើឲ្យយើង sad វាធ្វើឲ្យយើង depression ហើយបើយើងចង់ទៅនិយាយជាមួយមនុស្សខាងក្រៅវារៀងពិបាកទៀតដោយសារអីដោយសារតែយើងមិនសូវដែលនិយាយជាមួយមនុស្សជំនាញក្នុងការនិយាយរបស់យើងគឺមិនសូវមានគឺមានអារម្មណ៍ថាអៀនគឺមានអារម្មណ៍ថាខ្លាចអញ្ចឹងវាធ្វើឲ្យយើងនឹងកាន់តែ sad កាន់តែ depress ជាងមុនទៅទៀតបច្ចេកវិទ្យាប្រកាសណាស់ថាវាធ្វើឲ្យជីវិតរបស់យើងមានភាពងាយស្រួលជាងមុនប៉ុន្តែបើយើងប្រើវាច្រើនពេកឬក៏ប្រើប្រាស់វាមិនបានត្រឹមត្រូវវាអាចធ្វើឲ្យជីវិតរបស់យើងមានភាពលំបាកទៅវិញតែអ្នកទាំងអស់គ្នាយល់ស្របជាមួយនឹងខ្ញុំអត់ហើយគិតថាមានដំណោះស្រាយអីទៅលើបញ្ហាមួយនេះបើអ្នកទាំងអស់គ្នាដឹងហើយចង់បញ្ចេញមតិអាច comment នៅខាងក្រោមបាន
ខ្ញុំចិញ្ចៀនជួបខ្ញុំនៅវីដេអូក្រោយ